បងប្អូនខ្ញុំមើលនៅក្នុងឥឡូវគេពងផ្ទុះវីរុសថ្មីឈ្មោះនីប៉ានៅផ្ទុះនៅឥណ្ឌានិយាយទៅជំងឺហ្នឹងបើនិយាយពីប្រវត្តិជំងឺហ្នឹងគឺដើមដំបូងកើតនៅម៉ាឡេហើយនៅសាបុរីតែប្រហែលឆ្នាំតាំងពីឆ្នាំ1999ឥឡូវមកផ្ទុះកើតនៅឥណ្ឌាមួយទៀតឥណ្ឌាហើយនៅបង់ក្លាដេសឥឡូវនៅ platform X ផ្ទុះជំងឺហ្នឹងខ្លាំងពួកឥណ្ឌាឥឡូវហើយឃើញនៅខាងថៃហ្នឹងក៏ឃើញគេត្រួតពិនិត្យតាម flight direct ផ្សេងៗរបស់ជនជាតិឥណ្ឌាទៅអញ្ចឹងនេះជាព័ត៌មានមួយដែរហើយបន្ទាប់មកក៏ឃើញខាងក្រសួងយើងក៏ផុសទាក់ទងនឹងជំងឺហ្នឹងផងដែរអញ្ចឹងខ្ញុំមានតែចូលរួមចែករំលែកឲ្យដឹងដល់អ្នកគ្នាប្រុងប្រយ័ត្នទាំងអស់គ្នានិយាយទៅសាហាវអត់មានថ្នាំព្យាបាលទេតែគាត់ថាគេមានវិធីសាស្ត្រយើងការពារនិយាយទៅមើលតាមក្រសួងផ្សេងគឺស្តៀងកូវីដតែវានឹងខ្លាំងជាងកូវីដបន្តិចនិយាយទៅជំងឺហ្នឹងគឺឆ្លងពីសត្វពជាវហើយអ្នកដែលចិញ្ចឹមពជាវក៏មានហានិភ័យដែរពួកពជាវអាចឆ្លងជំងឺនឹងទៅដល់សត្វជ្រូកចៀមឆ្មាឆ្កែដែលយើងចិញ្ចឹមក៏ប្រុងប្រយ័ត្នដែរពួកវាឆ្លងតាមរយៈប្រភេទជាតិទឹកឈាមពេលផ្សេងៗហ្នឹងហើយឆ្លងពីមនុស្សទៅមនុស្សម្នាក់ទៀតក៏ងាយដូចគ្នាដែរឥឡូវនៅថៃហ្នឹងឃើញព័ត៌មានគេកំពុងតែធ្វើតេស្តក្នុងរយៈពេល8ម៉ោង confirm ឬក៏អត់អញ្ចឹងទាក់ទងព័ត៌មានហ្នឹងរោគសញ្ញាវាគឺស្តៀងគ្រុនកូវីដនឹងឯងឈឺក្បាលឈឺបំពង់កអីនឹងឯងហើយរយៈពេលឈឺអាចចន្លោះពី4ទៅ14ថ្ងៃអាចលោតដល់45ថ្ងៃក៏មានដែរព្រោះយើងមើលទៅទេសចរយើងឥឡូវច្រើនចិនជាមួយច្រើនអញ្ចឹងប្រុងប្រយ័ត្នអស់គ្នាពាក់ម៉ាស់លាងដៃប្រចាំជៀសវាងការប៉ះផ្ទាល់អីផ្សេងៗហើយវាជាមានសត្វងាប់អីចឹងយកទៅដុតឬទៅកប់អីចឹងទៅជៀសវាងទាំងអស់គ្នាតែជំងឺនឹងឃើញផ្ទុះខ្លាំងមែនទែននៅ platform X ឃើញគេផុសប្រុងព្រាតហ្មងអញ្ចឹងប្រុងប្រយ័ត្នទាំងអស់គ្នា